ជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះនាងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលពីត្រឡាចគិនផ្ទះរបស់នាងខ្ញុំមែនទែនទៅសម្រាប់ត្រឡាចមួយទ្រើងនេះនាងខ្ញុំដាំអស់តែ2ដើមទេតែជាក់ស្ដែងពុកម៉ែបងប្អូននៃផ្លែឡើងបាក់ទ្រើងតែម្ដងដោយបងប្អូនឃើញក្នុងវីដេអូអញ្ចឹងគឺថាផ្លែសាឡូនស្អាតខ្លាំងមែនទែនតែនាងខ្ញុំអត់ស្គាល់ទេថាប្រភេទត្រឡាចនេះគេហៅប្រភេទពូជត្រឡាចអីតែជាក់ស្ដែងពុកម៉ែបងប្អូននិយាយថាពីផ្លែល្អខ្លាំងមែនទែនអត់មានថាចេញផ្លែមកផ្លែវាចផ្លែខ្យងអីគឺអត់មានទេសំបីតែនាងខ្ញុំញ៉ាំអត់ទាន់ហើយចែកអ្នកចិត្តខាងឲ្យអ្នកចិត្តខាងជួយញ៉ាំហើយញ៉ាំអត់ទាន់ទៀតរហូតដល់ត្រឡាចនៅសល់ច្រើនឃើញទាល់តែបាក់ទ្រើងអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងហើយក៏មានតែសម្រេចចិត្តបេះទុកធ្វើក្របពូជតែមិនដឹងដាំប្រហែលឆ្នាំអស់ទេពុកម៉ែបងប្អូននេះគឺថាច្រើនខ្លាំងមែនទែនចាមានបងប្អូនយើងជាច្រើនគាត់ឃើញត្រឡាចនាងខ្ញុំនឹងល្អគាត់ថាឲ្យនាងខ្ញុំនឹងយកទៅធ្វើជាដំណាប់ត្រឡាចឬក៏ជាទឹកត្រឡាចក៏បានតែនាងខ្ញុំជាក់ស្ដែងពុកម៉ែបងប្អូនដូចជាទឹកត្រឡាចដំណាប់ត្រឡាចហ្នឹងគឺនាងខ្ញុំអត់ចេះញ៉ាំទេ